ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីថ្នាំដុសធ្មេញអប្សរារបស់យើងគឺជាផលិតផលរបស់ខ្មែរសុទ្ធតែម្ដងអត់មានផលិតនៅបរទេសទេណាគឺផលិតនៅក្នុងស្រុកខ្មែរនៅខេត្តកំពង់ស្ពឺសហគ្រាសស្វាយសម្បូរបងប្អូនហ្នឹងហើយមាន QR សម្រាប់ scan មើលទៀតណាហ្នឹងហើយថ្នាំដុសធ្មេញនេះគឺនិយាយទៅសម្រាប់ខ្ញុំផ្ទាល់គឺប្រើល្អហើយអតិថិជនរបស់ខ្ញុំដែលគាត់ធ្លាប់ប្រើមកទីបហើយគឺគាត់មកទិញទៀតតែម្ដងហើយគឺប្រើបរិមាណតិចតួចទេចាបើសិនជាដាក់ច្រើនពពុះពេញមាត់តែម្ដងហ្នឹងហើយអញ្ចឹងបងប្អូននេះកុំភ្លេចជួយគ្រប់គ្រងផលិតផលខ្មែររបស់យើងដែលមានគុណភាពបើនិយាយមួយម៉ាត់ទៅថ្នាំដុសធ្មេញអប្សរានេះគឺមានដើមកំណើតហ្នឹងយូរហើយគឺ15ឆ្នាំមកហើយប៉ុន្តែកាលជំនាន់មុនហ្នឹងគឺយើងមិនសូវគ្រប់គ្រងជាមួយនឹងផលិតផលរបស់ជាតិយើងទេអញ្ចឹងហើយយើងប្រើតែរបស់ជាពិសេសគឺរបស់សៀមតែម្ដងហ្នឹងហើយអញ្ចឹងនេះគឺកុំភ្លេចព្រោះខ្ញុំឥឡូវចង់និយាយថាមានមោទនភាពដែលបានលក់ថ្នាំដុសធ្មេញនេះណាព្រោះថាគុណភាពវាល្អហើយគឺផលិតនៅស្រុកខ្មែរទៀតហើយតម្លៃក៏សមរម្យទៀតចាតម្លៃសមរម្យមែនតើបងប្អូនចំណុះក្នុងថ្នាំដុសធ្មេញមួយទីបហ្នឹងគឺចំណុះនេះ120 ml បងប្អូនហ្នឹងហើយនិយាយពីតម្លៃវិញមិនមែនថាតម្លៃធូរថ្លៃហើយគុណភាពអត់ល្អទេណាចាតម្លៃធូរថ្លៃហើយគុណភាពល្អហើយខ្ញុំសូមប្រាប់តម្លៃឲ្យបងប្អូនឲ្យដឹងគឺតម្លៃ 6000 រៀលចា6000 រៀលណាបងប្អូនណាអត់ថ្លៃទេអត់ថ្លៃតែម្ដងបើនៅម៉ាតនៅអីគេលក់ 10000 ចាគេលក់ 10000 រៀលដោយសារនៅក្នុងម៉ាតក្នុងអីចឹងទៅគេប្រើម៉ាស៊ីនត្រជាក់ប្រើប្រព័ន្ធភ្លើងអីច្រើនចឹងទៅអញ្ចឹងគេអាចលក់ថ្លៃប៉ុន្តែនេះគឺយើងអ្នកសាមញ្ញមិនសូវធូរធារឬក៏អ្នកធូរធារអីគឺប្រើបានទាំងអស់ចាហើយខ្ញុំឆ្លាញ់ថ្នាំដុសធ្មេញនេះមែនតើនិយាយទៅហើយកាលវគ្គមុននោះគឺដាច់ស្តុកខ្លាំងតែម្ដងឥឡូវគឺលែងសូវអីហើយដោយសារអាចគ្រប់គ្រងទីផ្សារបានអញ្ចឹងណាចាហ្នឹងហើយបងប្អូនកុំភ្លេចណាជួយជាវម្នាក់3ទីបចេះតាហ្នឹងហើយឲ្យអ្នកលក់ឆាប់បានចូលស្តុកអីវ៉ាន់នេះទៀតអីចឹងណាហ្នឹងហើយអរគុណច្រើនជម្រាបលា